នៅក្នុងថ្ងៃឧបោសថថ្ងៃនេះនៅក្នុងឱកាសទៀបភ្លឺនេះខ្ញុំកណាខ្ញុំបាទនឹងបានឱកាសបកស្រាយនៅនីតិធម្មៈបែបខ្លីដើម្បីពិចារណាបញ្ញាភ្លឺអញ្ចឹងក្នុងឱកាសនេះផងដែរខ្ញុំកណាខ្ញុំបាទចង់និយាយបកស្រាយអំពីសាវកព្រះធម៌នាសម័យបច្ចុប្បន្ននេះថាតើព្រោះហេតុអ្វីបានជាសាវកព្រះធម៌ពុំមានការសាមគ្គីគ្នាស្របយោបល់គ្នាបែរជាមានជាក្រុមជាសំណុំបពពួកជានិកាយមួយក្រុមបាទចូលគ្នាមិនបានមិនត្រូវរៅគ្នាព្រោះតែមិនអាចណាអញ្ចឹងព្រោះតែមិនអាចយកគ្នាលៀបសការៈទើបធ្វើឲ្យរឿងរ៉ាវដែលយើងនាំគ្នាច្របល់នឹងនៅពេលនេះគឺរឿងរ៉ាវទាក់ជាប់កិលេសនឹងឯងវាទាក់កិលេសនឹងហើយអ្នកដែលអាចឡើងមកប្រកាសសច្ចធម៌របស់ព្រះសម្មាសម្ពុទ្ធបានមួយអង្គនេះឬម្នាក់នេះមិនមែននឹកឃើញហើយចេះតែឡើងមកប្រកាសទេណារឿងតែមួយគឺកំពុងតែជាប់លៀបសការៈនឹងជាគោលនឹងឯងអញ្ចឹងដែលហៅឈ្មោះថាបដិបត្តិនឹងគឺរលាស់ខ្លួនចេញអំពីលោកធម៌នឹងឯងមិនមែនការចេះចាំចំណាំស្ទិតហើយឡើងមកប្រកាសធម៌ធ្វើឲ្យខ្លួនឯងនឹងជាប់នៅក្នុងលោកធម៌នឹងទេជាប់នៅក្នុងលៀបសការៈរហូតដល់និយាយធัวអត់ត្រូវគ្នាអានឹងជាប់នៅក្នុងលោកធម៌អានឹងជាប់តិថិរៀងខ្លួនកណាអញ្ចឹងដើម្បីសេចក្តីល្អស្អាតដ៏បរិសុទ្ធនៃដំណើរធัวព្រះដ៏មានព្រះភិក្ខនេះទល់តែទាំងអស់គ្នាអង្គុយមើលបេះដូងអង្គុយមើលតណ្ហាអារម្មណ៍របស់ខ្លួនថាតើអាត្មាអញជាប់មែនឬអត់ហេតុអ្វីក៏អាត្មាអញត្រូវមកជួបគ្នារឿងធัวនេះទៅវិញធัวនេះនំឲ្យអស់ទៅនំឲ្យសូន្យទៅនៅអាសវៈកិលេសរាគៈនិងតណ្ហានឹងឯងណាធัวនឹងវានាំឲ្យអស់ទៅសូន្យទៅនៅអមិសៈនិងរាគៈតណ្ហានឹងឯងតែមកដល់សប្តាហ៍ថ្ងៃនេះណាមកដល់សប្តាហ៍ថ្ងៃនេះយើងមួយពនូកមួយខណ្ឌមួយគំនោកើតជាក្រុមមួយសំណាក់ដែលមិនអាចទៅចូលក្រុមដទៃបានទាំងនិយាយធัวព្រះពុទ្ធព្រះធัวព្រះសង្ឃនឹងតែមួយកណាទាំងនិយាយធัวព្រះពុទ្ធព្រះធัวព្រះសង្ឃនឹងតែមួយអញ្ចឹងបញ្ហាវានៅក្នុងលៀបសការៈនៅក្នុងបាបកម្មចាស់អញ្ចឹងរឿងនេះដំណោះស្រាយវាមានតែយើងបដិបត្តិធัวឲ្យត្រូវទៅ
miền này thà dương chộp pôl thua tam tệ thế khuôn anh tàu nà selព្រះអង្គសំដែងថាម៉េចសមាធិព្រះអង្គសំដែងថាម៉េចឈាននឹងព្រះអង្គសំដែងថាម៉េចយើងសំដែងឲ្យត្រូវទៅតាមព្រះបរិយ័តតាមព្រះបិដកឲ្យត្រង់ទាំងអស់គ្នាទៅយើងកុំកាត់ក្បាលកាត់កន្ទុយពីអវាទព្រោះបរិស័ទដែលមិនបានសិក្សាវាច្របល់ថាអាចារ្យនេះត្រូវអាចារ្យនោះពោលទៅខុសហើយណាមួយវាសមនឹងអធិស្ឋានខ្លួនឯងទៀតអាចារ្យកាត់កងឲ្យសមទៀតអញ្ចឹងវាបាត់ព្រះពុទ្ធវចនៈដ៏ធំជាគោលធัวនឹងបាត់ណាអញ្ចឹងវាបាត់គោលធัวបាត់កងធัวហើយក៏មិនបានសម្រេចអីទេទាំងអាចារ្យណាទាំងអាចារ្យក៏ជំពាក់សិស្សក៏ជំពាក់អាចារ្យអានឹងវាជាបរាជ័យសម្រាប់ការសម្ដែងធัวមួយបាត់ទៅហើយវាចេញពីកិលេសនេះអត់រួចទេណាអញ្ចឹងទៅធ្វើឲ្យសង្គមធัวធម្មៈនេះវាកើតមួយក្រុមមើលទៅវាហាក់ដូចជាស្មុគស្មាញណាស់ណាអញ្ចឹងការពិតធัวនេះវាត្រូវជួបគ្នាញញឹមទេវាសុទ្ធសឹងតែជាអ្នកត្រូវអត់បានអ្វីពីក្នុងលោកនេះដូចគ្នាទេអញ្ចឹងយើងគួរតែសិក្សាលើកយកណាព្រះបិដកណាមកពោលអញ្ចឹងយើងកុំបាទលើកយកអ្វីផ្សេងបាទក្រៅពីព្រះបិដកក្រៅពីពុទ្ធដីកាបើយើងចេះតែធ្វើតាមទំនៀមចេះពីមកតពីគ្រូយើងមិនបានយកបិដកជាគោលទេអានឹងវាធ្វើឲ្យមាគ៌ារបស់ព្រះសម្មាសម្ពុទ្ធរបស់យើងបាទមានការណាំងតាក់នឹងគ្នាប្រកាន់តិថិរៀងខ្លួនកណាចឹងក្នុងឱកាសទៀបភ្លឺនេះខ្ញុំកណាខ្ញុំបាទក៏បញ្ចប់បាទត្រឹមនឹងចោះបាទសូមអរគុណ